សម័យពុទ្ធកាលញាតិញោមមិនមែនអត់មានពិធីមង្គលការហ្នឹងទេព្រះសម្មាសម្ពុទ្ធនិមន្តទៅដល់កន្លែងមង្គលការហ្នឹងទៀតព្រះអង្គធ្លាប់សូត្រមន្តការណាញាតិញោមដឹងអត់ព្រះអង្គនិមន្តទៅដល់កន្លែងការហ្នឹងទៀតដែលព្រះអង្គលោកនិមន្តទៅដល់កន្លែងការគូស្វាមីភរិយាមួយស្រឡាញ់គ្នាអើយស្រឡាញ់ប៉ុន្តែពេលដែលព្រះសម្មាសម្ពុទ្ធនិមន្តទៅកូនស្រីចាត់ចែងចង្ហាន់ប្រគេនព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃហើយកូនប្រុសអត់ទៅវិញកូនប្រុសឥឡូវទៅនៅមើលមុខប្រពន្ធស្អាតទៅឥឡូវទៅមើលមុខប្រពន្ធមានមើលមុខព្រះសម្មាសម្ពុទ្ធអីអត់មានមើលទេអត់មានមើលហើយអត់ទាំងថ្វាយគុំព្រះទៀតឥឡូវទៅនៅស្អាតភរិយាខ្ញុំស្អាតភរិយាខ្ញុំល្អអ្នកប្រុសខូចហ្នឹងហើយឥឡូវទៅស្អាតឥឡូវទៅល្អមានបានចាត់ចែងអីទៅបានព្រះសម្មាសម្ពុទ្ធលោកដឹងហេតុថាស្វាមីកំពុងតែងប់ងល់នឹងភរិយាហើយដូច្នេះគ្មានបានធ្វើបន់ទេព្រះអង្គសម្ដែងរិទ្ធឲ្យកូនប្រុសហ្នឹងមើលអត់ឃើញកូនស្រីញាតិញោមមើលអត់ឃើញទេតើមើលកូនស្រីឡើងឃើញចុះកូនស្រីឥឡូវរៀបចំអាសនៈផងប្រគិនចង្ហាន់ប្រសង់ផងរៀបចំចាត់ចែងផាត់ផងមើលអត់ឃើញកូនស្រីមើលព្រះវិញពេលអត់ឃើញកូនស្រីមើលព្រះវិញណាព្រះអង្គឆ្លាតចឹងណាញោមឲ្យប្រុសហ្នឹងឈប់ងប់សិនទៅមើលព្រះសិនស្ដាប់ធម៌សិនដល់ពេលបានភិក្ខុសង្ឃទាំងឡាយនិមន្តទៅកូនកំឡោះមើលមកព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃហើយប្រគេនចង្ហាន់អីសពគ្រប់ព្រះអង្គសម្ដែងណដ្ឋិខន្ធាសមាទុក្ខាណដ្ឋិរាគីសមាអគិណដ្ឋិតោសោសមោគិហោនឹងព្រះអង្គសម្ដែងប៉ុណ្ណឹងគ្មានអ្វីមានទុកជាងខណ្ឌ5ទេឃើញទេព្រះអង្គសម្ដែងចឹងឥឡូវគិតមិនអីភ្លើងអ្វីដែលក្តៅស្មើនឹងភ្លើងរាគៈគ្មានទេណដ្ឋិរាគីសមាអគិអត់មានភ្លើងអីក្តៅជាងភ្លើងរាគៈហ្នឹងទេណដ្ឋិតោសោសមោគិហោបានន័យថារូងទាំងឡាយទីទាំងឡាយសម្រាប់ដាក់នៅតោសៈហ្នឹងវាគ្មានណាញាតិញោមអត់មានពេលហ្នឹងស្ដាប់ធម៌ព្រះអង្គលែងនឹកឃើញប្រពន្ធណាព្រះអង្គលោកសម្ដែងធម៌អញ្ចឹងមិនមែនបានន័យថាទៅពង្រត់ពង្រាស់គ្នាទេណាញាតិញោមព្រះអង្គអត់ពង្រត់ពង្រាស់ប្តីប្រពន្ធកូនចៅណាទេប៉ុន្តែសម័យព្រះមានគេជេរព្រះអង្គណាញាតិញោមដឹងអត់គេជេរព្រះអង្គខូចណាទុកឲ្យកូនខ្ញុំមេម៉ាយអស់ព្រះអង្គនាំប្រុសទៅបួសអស់គ្មាននរណាតពូជពងវងតកូលឥឡូវព្រះអង្គខូចញាតិញោមឥឡូវព្រះអង្គនាំប្រុសបួសសម័យព្រះបួសមិនមែនដូចយើងទេញាតិញោមសម័យព្រះបួសពេលខ្លះទៅ2000អង្គពេលខ្លះទៅ40000អង្គណាញាតិញោមភិក្ខុសង្ឃកាលទៅសួរសុខទុក្ខវណ្ណៈវាស័យទេស័ករួមជាមួយនឹងមហាសាវក80អង្គមានព្រះមហាមោគលានព្រះមហាសារីបុត្រហ្នឹងទៅ40000អង្គញាតិញោមមើលសិតប្រុសសតឥឡូវហ្នឹងដូចអាត្មាអីហ្នឹងប្រុសដែរអត់ប្រុសដែរញាតិញោមណាប៉ុន្តែអត់មានអ្នកថាអីទេណាអត់មានអ្នកថាអីលោកតិចដាច់ពូជទៅជួនបាទទៅអត់មានអ្នកថាទេណាញាតិញោមហ្នឹងហើយបើយាយអាត្មាក៏ថាទៀតណាបើចង់សឹកតើកណាអត់នៅបើនៅអត់ឲ្យសឹកគាត់អត់មានបខំញាតិញោមមើលអត់បខំអាត្មាតិចទេអត់ទេបើអត់ទៅតាមយថាកម្មណាញាតិញោមណាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌នឹងហើយធ្វើឲ្យបុរស2នាក់ភរិយានិងស្វាមីតាំងនៅក្នុងសោតាញាតិញោមតាំងនៅក្នុងសោតាបតិផលអត់មានសក្កាយតិដ្ឋិអត់ប្រកាន់កាយអត់មានសីលពតតាមបរមស័កមិនស្ទាបបង្អែលនៅសីលវត្តជាដើមពេលហ្នឹងភរិយានិងស្វាមីជាអ្នកមានសមាទិដ្ឋិដូចគ្នាយើងរកភរិយារកស្វាមីចង់បានអញ្ចឹងមែនទេញាតិញោមមែនទេញោមមែនណាញោមណាហ្នឹងហើយដល់ពេលយើងការភរិយាស្វាមីយើងចង់បានមនុស្សដែលមាននិស្ស័យដូចគ្នាមែនទេញាតិញោមបើភរិយាធ្វើបុណ្យប្តីក៏ធ្វើបុណ្យភរិយាធ្វើសេចក្តីល្អប្តីក៏ធ្វើសេចក្តីល្អមិនមែនភរិយាចង់ធ្វើបុណ្យប្តីចង់អីចង់លេងបៀចង់ហូបស្រានឹងមិនមែនជាភរិយាស្វាមីល្អទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងរឿងនៅជាមួយគ្នាមាន4ពួកណាញាតិញោមណាដល់ថ្ងៃនេះគ្រប់អនុស្សាវរីយ៍ពី3ឆ្នាំរបស់បងស្រីនិងបងប្រុសហ្នឹងអាត្មានិយាយអំពីធម៌ដែលនៅជាមួយគ្នាព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ជាក់រឿងអ្នកដែលនៅជាមួយគ្នា4គូមួយគូនិយាយអំពីខ្មោច